បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះគឺសូមបង្ហាញនៅថ្នាំចាក់អង្គេរបស់សត្វទន្សាយដោយសារបងប្អូនយើងមានអ្នក comment សួរមានអ្នកឆាតសួរតាម Telegram ឆាតសួរតាម Facebook អីចឹងទៅកុំឲ្យពិបាកបងប្អូនមានចម្ងល់បាទអញ្ចឹងមកសូមធ្វើការថ្ងៃនេះបង្ហាញ10សប10ថ្នាំអង្គេតែម្ដងបងប្អូនអញ្ចឹងអត់ដឹងថាតាមខេត្តឬក៏តាមក្រុងបងប្អូនរស់នៅមួយចំនួនហ្នឹងវាមានថ្នាំលក់ចំណីសត្វអីសពគ្រប់អត់ទេបាទព្រោះសត្វអាថ្នាំគេដែលខ្ញុំប្រើរងថ្ងៃនេះគឺបោះឆ្មាទេបងប្អូនព្រោះគេឆ្មាគេឆ្កែហ្នឹងវាកើតទៅគេចាក់ទៅអានេះកាលខ្ញុំទៅរកវាអត់មានបោះហិង្សាយវាថាមានបោះឆ្មាតែអាចចាក់បានព្រោះបរិមាណទម្ងន់ឆ្មាទម្ងន់ហិង្សាយវាផាក់ផែគ្នាអញ្ចឹងណាបាទទម្ងន់ខ្លួនវាខ្ទង់2គីឡូ2គីឡូជាង3គីឡូឲ្យផាក់ផែគ្នាអញ្ចឹងទៅវាអាចចាក់បានហើយខ្ញុំក៏យកមកចាក់ទៅក៏ត្រូវបាទចាក់ទៅបាត់ទៅបាទហើយខ្ញុំក៏ប្រើតែ10នឹងរហូតបាទអញ្ចឹងហើយនៃការប្រើប្រាស់គឺយើងប្រើសារ៉ាងចំណុះ 1cc បាទអញ្ចឹង 1cc ទូចវែងអញ្ចឹងកម្រិតនៃការប្រើហិង្សាយមួយក្បាលយើងចាក់តែ 0.1cc ទេបាទអញ្ចឹងមានន័យថាហិង្សាយ10ក្បាលយើងចាក់អត់តែ 1cc ទេហើយមក10នេះគឺប្រើបានរាប់ខែបងប្អូនអើយបាទហើយអត់បាច់ខ្លះសេអីទេប្រើសល់យើងទុកប្រើថ្ងៃក្រោយទៀតបាទអញ្ចឹង 0.1cc ក្នុងមួយក្បាលពេលណាវាកើតយើងចាក់ទៅមួយអាទិត្យក្រោយបើវាមិនទាន់បាត់វានៅកើតទៅយើងចាក់មកសារ៉ាងមកបញ្ជុលទៅបាទហើយរបៀបនៃការចាក់បងប្អូនទាញស្បែកករបស់ហិង្សាយទាញស្បែកកវាផុតពីសាច់ពីឆ្អឹងមកយើងចាក់ស្បែកនឹងទៅបាទអញ្ចឹងបងប្អូនមើល10ទៅនេះបាទគេដាក់អីគេប៉ារ៉ាមិចលេខ10នេះបាទបងប្អូនតែបើសិនជាករណីបងប្អូនទៅរកនៅតាមពេទ្យសត្វឬក៏កន្លែងលក់ចំណីសត្វទៅវាអត់មានក្រុមហ៊ុនហ្នឹងបងប្អូនអាចយកក្រុមហ៊ុនផ្សេងបានដែរបងប្អូនឲ្យតែថ្នាំគេដូចគ្នាបងប្អូនវាមិនអីទេបាទអរគុណច្រើនបងប្អូនមានប៉ុណ្្នឹងទេបាទអរគុណ